មិនដឹងតែថ្ងៃណាពេលណាបានឈប់យំទេនៅឈរនិយាយជាមួយនឹងគ្រូធម្មតាសោះហ្នឹងគ្រាន់តែឃើញមុខម៉ែនេះមកបកាច់យំកទ្រាំជើងទេបើទ្វាចេញជំរាបសួរបងប្អូនទាំងអស់គ្នាខានចេញវីដេអូកូនទៅសាលាប្រហែលថ្ងៃដោយសារតែម្ដាយនេះចារវល់ខ្លាំងពេកអត់បានកាត់វីដេអូផងហើយព្រឹកឡើងនេះគឺធ្វើដំណើរចេញទៅសាលាកូនទៀតហើយជារៀងរាល់ព្រឹកគឺពួកខ្ញុំងើបពីប្រឡប់បន្តិចដើម្បីយកពួកគាត់នឹងឲ្យទៅញ៉ាំចំណីនៅក្នុងសាលាដោយសារតែយើងចង់ឲ្យគាត់ត្រឡប់អីចឹងណាបងប្អូនប៉ុន្តែមុននឹងចេញពីផ្ទះគឺឲ្យកាន់ចេកម្នាក់មួយសិនព្រោះអីខ្លាចគាត់តម្រាំទៅដល់អញ្ចឹងគាត់ឃ្លានណាបងហើយបើសម្រាប់ណៃអូមីវិញគឺអត់ចង់ទេចេកនឹងអត់ចង់ងើបពីគេត្មងមាត់នឹងស្ងាត់ដល់ហើយទេមិនទាន់ចង់ក្រោកទេព្រោះអីចែហ្នឹងបើសិនជាថ្ងៃធម្មតានៅផ្ទះគឺគាត់មកដណ្ដប់ពីដណ្ដប់អីបានគាត់ងើបប៉ុន្តែយប់ឡើងក៏អត់ងាយគេងដែរពេលខ្លាយម៉ោង2 10ម៉ោង7 1អីបានគាត់គេងបានមកដល់សាលាហើយរៀងអេនអនណាអត់ទាន់ចង់ចុះទេព្រោះអីចង់នឹងអង្គុយនៅក្នុងនឹងទៀតហើយបើនិយាយពី iPad ហ្នឹងគឺនៅជាប់អញ្ចឹងតែម្ដង iPad ហ្នឹងបើកចោលឲ្យអស់ចិត្តទេតែបើថាតាមមើលអត់បើទេព្រោះអីគាត់ត្រឡប់ហើយបើមាត់ហ្នឹងនេះចេកព្រោះអីឲ្យខំចេកមិនមួយម៉ាត់ទៅព្រោះអីគាត់ព្រឹកឡើងអត់សូវចង់ញ៉ាំអីទេណៃអូមីអារឿងញ៉ាំហ្នឹងគឺខ្ជិលលេខ1ហ្មងណៃអូមីរឿងញ៉ាំខុសគេខុសឯងបណូវ៉ាហ្នឹងស្អីក៏គាត់ញ៉ាំដែរពីផ្ទះខ្ញុំមកសាលាណៃអូមីហ្នឹងរៀងឆ្ងាយគួរសមដែរបើថ្ងៃណាអត់ស្ទះខ្ញុំជិះចិត្ត20នាទីតែបើថាថ្ងៃណាស្ទះវិញ35នាទីគឺឆ្ងាយគួរសមដែរបើគិតជាគីឡូដីប្រហែលចូល60គីឡូជាងទោះឆ្ងាយកម្រិតណាក៏ត្រូវយកគាត់យកមកដាក់នៅសាលាដែរមិនអាចຕົកនៅផ្ទះបានទេគេមកភ្លាមនេះគេចូលមកជួបគ្រូដែលបរិញ្ញាគាត់ឆ្នាំមុនអញ្ចឹងយើងពគាត់នេះយកទៅដាក់នៅក្នុងបន្ទប់អាហារគេសម្រាប់នៅក្នុងបន្ទប់អាហារហ្នឹងត្រឹមតែម៉ោង 8:45 ទេគឺគេឈប់ឲ្យក្មេងៗញ៉ាំហើយខ្ញុំຕົកនៅជាមួយនឹងគ្រូហ្នឹងទៅឲ្យគាត់ប្រកាច់យំទៅបើណៃអូមីថ្ងៃនេះគេយំទេគេយំតែ2ថ្ងៃទេយំតែថ្ងៃទី2និងថ្ងៃទី3តែដល់ពេលចូលដល់ថ្ងៃទី4មកគឺគាត់លែងយំហើយណូវ៉ាខ្ញុំអើតមើលតាមទ្វីគេអង្គុយយំតែឯងហ្នឹងឯងតែគេយំតែមិនផ្លែទេហើយគ្រូបានប្រាប់ថាស្រួលណូវ៉ាគាត់ស្រួលគាត់អត់សូវចេះញញ៉ាយទៅគាត់ good boy អីអញ្ចឹងណាបងប្អូនរៀបថាគាត់ចេះដឹងច្រើនពេលកូនទៅរៀនណាម៉ែនេះអត់ត្នេទេគឺថាមកដល់ផ្ទះភ្លាមគឺរៀបចំអីវ៉ាន់ឡើងចូលចិត្ត4ម៉ោងបងប្អូនព្រោះអីរៀបចំអីវ៉ាន់ហ្នឹងគឺខ្ញុំរៀបតែឯងទេប្តីខ្ញុំគាត់អ្នកវាយ label ដែរក៏មានអីវ៉ាន់ចូល stock មកបន្តទៀតដែរហើយ Haley ហ្នឹងគេមកបរិញ្ញាណាក៏គេប្រហូរទៅធ្វើការងារគេអញ្ចឹងណាបងហើយ Haley មករយៈនេះគឺគាត់ស្រកគីឡូបាន8ផោនណាបងយើងច្រើនគួរសមដែរដោយសារតែគាត់ញ៉ាំជាមួយនឹង skinny គាត់មករយៈមុនគាត់ឡើងគីឡូគាត់ភ័យគាត់ដល់ពេលអញ្ចឹងទៅគាត់សួរខ្ញុំថាចង់ញ៉ាំសម្រក់គីឡូអញ្ចឹងទៅក៏ខ្ញុំឲ្យ skinny ទៅ1កំប៉ុងហើយនឹងគាត់ញ៉ាំខានបើសិនជាគាត់ញ៉ាំជាប់វិញគឺស្រកលឿនមែនតើហើយថ្ងៃហ្នឹងក៏គាត់យកទៅ1កំប៉ុងទៀតអញ្ចឹងសម្រាប់បងៗដែលគាត់នៅខាងអាមេរិកចង់បានជាមួយនឹង skinny ហើយនឹង skinny plus គឺអាចធ្វើការតាក់ទងមកខាងខ្ញុំបានចង់សម្រក់គីឡូសម្រក់ជាខ្លាញ់សម្រក់ខ្លាញ់ក្បាលពោះអីបងគឺថា skinny ហ្នឹងគឺជួយបានគ្រប់គ្នាតែម្ដងគ្រាន់តែថាអ្នកខ្លះគាត់ស្រកតិចអ្នកខ្លះគាត់ស្រកច្រើនហើយយឺតនឹងឆាប់ទេបងប្អូនចាដោយសារតែតាមខ្លួនយើងគឺខុសគ្នាសម្រាប់បងប្អូនដែលគាត់នៅខ្មែរគឺអាចតាក់ទងទៅខាងភេកផ្សារធម្មជាតិ24បានរៀបចំអីវ៉ាន់រួចរាល់ហើយក៏មកញ៉ាំបាយតែញ៉ាំបាយនេះខ្ទង់ប្រហែលជាម៉ោង2អីតិចដល់បងចាគឺថាដាច់បាយរហូតឲ្យតែពេលថ្ងៃដោយសារតែចាយើងយកកូនទៅដាក់សាលាហើយមកវិញខ្ញុំរៀបចំអីវ៉ាន់អីចឹងណាបងចឹងទៅក៏យើងយកអីវ៉ាន់ដាក់ឲ្យភ្ញៀវហ្នឹងក៏បានរៀងថ្ងៃដែរអីក៏ដាច់បាយទៀតដែរដោយសារតែមានម្ហូបស្រាប់អញ្ចឹងហើយក៏យើងអត់ដាច់បាយទេស្លំជូនហ្នឹងតាំងពីម្សិលមិញពេលដែលតលេអីវ៉ាន់នៅ UPA ហើយមកយកកូនឃើញបងមានអារម្មណ៍ថាពេលដែលកូនចូលរៀនទៅវិលចុះវិលឡើងដល់ម៉ោងកូនចេញដល់ម៉ោងកូនចូលគឺថាលឿនខ្លាំងមែនតើហើយដោយកាន់តែរវល់លើសដើមអីចឹងណាបងប្អូនព្រោះអីពេលគាត់ដល់ផ្ទះយើងចិត្តតែប្រឡែងគាត់អីចឹងទៅយើងធ្វើកិច្ចការងារបានច្រើនតែដល់ពេលគាត់ចូលរៀនចេះមានណាការងារយើងក៏អត់បានច្រើនដែរឥឡូវមកមើលបន្ទប់កូនបើនេះវិញម្ដងឥឡូវគាត់តែគេកលែឆាចចាយំប៉ុន្តែគាត់ថាយំអត់សូវអាណិតដោយកាន់ពីដំបងទេអាណិតដែរប៉ុន្តែអាណិតរៀងស្ទើបន្តិចចឹងណាដោយសារតែកាន់ដំបងហ្នឹងគឺរបៀបថាគាត់ទឹកមុខគាត់គឺអូយបងឲ្យមិនដឹងថានឹកយើងកម្រិតណាទេយំទឹកភ្នែករហេមរហាមប៉ុន្តែឥឡូវហ្នឹងអត់ទេយំហ្នឹងហេតែទឹកមាត់មិនហ្នឹងនៅឈរលេងជាមួយនឹងគ្រូធម្មតាហ្នឹងគ្រាន់តែឃើញមុខយើងមកគឺថាទឹកមុខគឺដូរភ្លាមអញ្ចឹងតែម្ដងនេះគេចេញមកគេឃើញដែរក្នុងក្រៅគេកាន់តែសប្បាយចិត្តទៀតឲ្យភ្លៀងប្តីខ្ញុំគាត់ឈរកាន់ឆាត់នៅខាងក្រៅសានតែភ្លៀងលើមកឆ្វែហ្មងប្តីខ្ញុំមកក៏ដេកបនដូនតាអស់ហើយព្រោះអីគាត់ចង់ឲ្យភ្លៀងស្មៅគាត់ដល់ផ្ទះនឹងងាប់ចិត្តអស់ហើយថ្ងៃមួយថ្ងៃគាត់ដេកតែស្ដាយតែស្មៅគាត់ហ្នឹងចំណែកខ្ញុំនេះមកដល់ផ្ទះវិញការងារទៀតចាមកធ្វើម្ហូបឲ្យកូនព្រោះអីពេលដែលពេលថ្ងៃហ្នឹងអត់បានធ្វើទុកទេបងប្អូនអើយដោយសារតែយើងនេះគឺរវល់រៀបចំអីវ៉ាន់អញ្ចឹងហាក់មានបានធ្វើម្ហូបទុកទេហើយថ្ងៃហ្នឹងក៏ខ្ញុំមករបៀបដូចអានេះដូចឆាតឡាច់បន្តិចចង់ស្ងោរបន្តិចអីបន្តិចអញ្ចឹងប៉ុន្តែគាត់ថាខ្ញុំធ្វើអត់ដាក់
ទឹកទេបងប្អូនចាដោយសារតែខ្ញុំធ្វើរឿងខាប់ហើយខ្ញុំចិត្តដូចតម្លៃស្ងោរអញ្ចឹងអាឆាហ្នឹងគឺខ្ញុំធ្វើតាមប៉ាក្មេកខ្ញុំទេបងប្អូនព្រោះអីត្រឡប់គាត់ធ្វើអញ្ចឹងណាបើនៅខាងយើងតម្លៃគឺថាពេលដែលយើងឆាយើងកាត់ជាច្រវាមូលប៉ុន្តែនេះគឺអត់ទេកាត់ដូចស្ងោរអញ្ចឹងហើយក៏ខ្ញុំធ្វើអញ្ចឹងទៅដើម្បីឲ្យពួកគាត់ញ៉ាំបានឲ្យប៉ាក្មេកខ្ញុំគាត់ហូបដែរព្រោះអីប្តីខ្ញុំហើយនឹងកូនខ្ញុំគឺគាត់ចេះញ៉ាំបន្លែហ្នឹងទេប៉ុន្តែខ្ញុំធ្វើអញ្ចឹងសាច់មាន់ហើយវាមានជាតិបន្លែនៅក្នុងហ្នឹងទៅដើម្បីឲ្យគាត់យកសាច់មាន់ហ្នឹងយកទៅញ៉ាំហើយរបៀបឆាខ្ញុំគឺងាយទៅបងប្អូនឆាខ្ញុំអ្នកដែលគាត់បានឃើញវីដេអូខ្ញុំគឺដឹងហើយគឺងាយហើយគឺលឿនវាស្រួលវាអត់ពិបាកអីអញ្ចឹងណាគ្រាន់តែឆាដាក់ខ្ទឹមដាក់សាច់មាន់អីអញ្ចឹងមកនិយាយទៅមុខម្ហូបខ្ញុំពេលដែលអ្នកមើលហើយគឺចេះធ្វើតែម្ដងដោយសារតែវាស្រួលដាក់ទឹកត្រីដាក់ម្រេចហើយនឹងជាមួយនឹងម្សៅស៊ុបហើយនឹងម្សៅបន្លែតែប៉ុណ្ណឹងឆ្ងាញ់យកទៅណាអស់មែនទេបងប្អូនងាយស្រួលនេះគ្រាន់តែសកម្មភាពមួយជ្រុងទេរញ៉េរញ៉ៃយ៉ាងនឹងហើយចាចុះតម្រាំតា2ជ្រុងរហូតដល់4ជ្រុងវិញតើវាកម្រិតណាទៅបងប្អូនហើយកូនបើខ្ញុំមកហែវបងហើយខ្ញុំឲ្យប្តីខ្ញុំហ្នឹងគាត់ទៅដួសបាយឲ្យកូនបើចាព្រោះអីហែវហ៎ដោយសារតែនៅសាលាអត់សូវញ៉ាំអីទេប្តីខ្ញុំហ្នឹងគាត់មិនដឹងគាត់ធ្វើស្អីទេគាត់ដើរឆ្វេងស្ដាំចឹងទៅអត់នឹកឃើញដល់កូនចាកូនបើនឹងគាត់ឃ្លានខ្លាំងហ្មងព្រោះអីតែគាត់ឃ្លានដឹងទៅរករឿងយើងតោងយើងស្អិតយើងធ្វើអីអត់កើតទេហើយគាត់អត់ចេះប្រាប់ចឹងទៅរឿងពិបាកបន្តិចដែរឡែកមកមើលឆានេះយើងនេះវិញម្ដងគឺថាត្រឡប់ចុះត្រឡប់ឡើងគឺថាចិត្តឆ្អិននេះបងចាចំណាយប្តីខ្ញុំនោះនៅអង្គុយបញ្ចុកបាយកូនហើយបងនោះអើយបងហើយគាត់ថារាល់ថ្ងៃពិបាកខ្លាំងមែនតើអត់ចេះ share ជាមួយប្អូនទេផ្លែមានតែប្តីខ្ញុំចូលបកមិញហ្នឹងគឺចាថាឲ្យ share ចែកគ្នាអញ្ចឹងណាប៉ុន្តែគឺអត់ទេមីបងហ្នឹងអត់ចេះចែករំលែកទេរាល់ថ្ងៃតង់ចិត្តដោយសារតែរឿងអីអត់ចេះចែករំលែកឲ្យប្អូនទេមានអីគឺថាមានញ៉ាំតែម្នាក់ឯងប្អូនអង្គុយស្រែកជំទាវយ៉ាងណាក៏ដោយក៏គាត់អត់ចេះ share ដែរខ្ញុំនៅឈរបកមានហ្នឹងឲ្យណៃអមាននេះបានមួយចានទៅគេសប្បាយចិត្តគេអរគុណម៉ាមីអីអញ្ចឹងទៅតែមីបងនោះឆ្លៀតមកយករបស់ប្អូនមួយវិញហើយបើរបស់ខ្លួនឯងវិញនិយាយពីកំណាញ់ដឹងកាត់តរអ្នកណាទេខុសគេខុសឯងបដ ாய் តែបើនិយាយជាមួយនឹងពួកម៉ាអវិញអូយសេអស់ពីពោះពីពងយកចែករំលែកឡើងខ្ទេចឡើងខ្ទីហ្មងស្អីមាននៅក្នុងខ្លួនហ្នឹងគឺថាចែករំលែកតែបើតាជាមួយនឹងប្អូនហ្នឹងគឺអត់ទេយាយវីអូយអាចក្តាប់ហ្មងថាឲ្យម្ដងឲ្យតាំងខឹងណៃអូមីអត់ចេះសេខ្ញុំផងមកពីយើងមីបងអត់ចេះ share ជាមួយប្អូនមកប្អូននឹងគេអត់ share ដែរហ្នឹងតន់ញ៉ាំបាយទេតែម្នាក់មកអង្គុយញ៉ាំជាមួយនឹងផ្លែមានសិនហើយប្តីខ្ញុំនេះមករៀបចំអីវ៉ាន់មកហៅគាត់ហ្នឹងមកហូបបាយបើមិនហៅហូបបាយគឺប្តីខ្ញុំហ្នឹងមិនចេះរកបាយហូបទេសុខចិត្តអគាត់ហ្នឹងញ៉ាំស្លំជួសោះពីផ្សំបីហ្នឹងទៅ3ពេលហើយគាត់ចេះញ៉ាំឆាតឡាចទេអូពិសេសខ្ញុំចាគឺថាចង្រិតញ៉ាំរាល់ថ្ងៃឥឡូវតាំងពីមានលក់មកបងចង់កំងបានអាមានចូលស្តុកនៅអាទិត្យក្រោយតែឥឡូវហ្នឹងគឺអស់ស្តុកហើយណាបងឃើញវីដេអូនេះគឺអស់ហើយតោះតែថ្ងៃប្រហែលជាខ្ទង់ថ្ងៃ16 17អីបានមានចូលវិញអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងអរគុណច្រើនសម្រាប់ការទស្សនារងចាំនៅវីដេអូក្រោយៗទៀត